Bismillahirrahmanirrahim. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់ជាទីស្រឡាញ់ Inshallah ថ្ងៃនេះគឺយើងនិយាយបញ្ចប់តកតនឹងទស្សនៈអប់រំអ៊ីស្លាមទាំង6ដែលយើងបានស្ដាប់កន្លងមកទី1គឺតកតនឹងគំនិតប្រាជ្ញារបស់យើងអ៊ីស្លាមត្រូវតែដោះខាត់ឲ្យពោពេញទៅដោយចំណេះដឹងពុទ្ធិហើយនឹងការយល់ដឹងទូទៅទី2គឺតកតងជាមួយនឹងគោលជំនឿរបស់យើងទី3តកតងនឹងផ្លូវចិត្តរបស់យើងទី4តកតងនឹងសង្គមទី5តកតងជាមួយនឹងសុខភាពផ្លូវកាយរបស់យើងហើយចុងក្រោយគឺអ្វីដែលសំខាន់អ៊ីស្លាមឲ្យយើងសូត្រកូរ៉ានឲ្យយើងធ្វើអ៊ីបាដាតឲ្យយើងសម្បាសយ៉ាងឲ្យយើងបួសអីទាំងអស់ហ្នឹងគឺដើម្បីគោលបំណងអប់រំសិលធម៌របស់យើងសុជីវធម៌របស់យើងអកប្បកិរិយារបស់យើងហាត់ពុតយ៉ាងម៉េចឲ្យខ្លួនប្រាណរបស់យើងណាប់ស៊ូរបស់យើងនេះគឺវាមានអកប្បកិរិយាហើយនឹងសុជីវធម៌ល្អនៅក្នុងការទំនាក់ទំនងអ៊ីស្លាមបានផ្ដោតយកចិត្តទុកដាក់ទៅលើសិលធម៌ក៏ជាផ្នែកមួយនៃជំនឿចំពោះអល់ឡោះស៊ុបហានវតាឡាធ្វើយ៉ាងម៉េចឲ្យយើងមានភាពស្មោះត្រង់ហើយនឹងភាពស្អាតស្អំអ៊ីស្លាមបានបណ្ដុះនៅគុណតម្លៃជាច្រើនដើម្បីឲ្យមនុស្សរស់នៅក្នុងសង្គមពោពេញទៅដោយសុខដុមនីយកម្មកុំឲ្យមានការគុំគួនកុំឲ្យមានការចិញ្ចឹមចិត្តដើម្បីធ្វើបាបគ្នាសងសឹកគ្នាយកឈ្នះចាញ់ឆ្លោះប្រកែកគ្នាទាំងអស់ហ្នឹងគឺអ៊ីស្លាមយកចិត្តទុកដាក់អញ្ចឹងបើសិនជាយើងជាអ្នកកាន់អ៊ីស្លាមហើយអ៊ីស្លាមមិនបានដោះខាត់ផ្លូវចិត្តដោះខាត់នៅសិលធម៌របស់យើងទេអញ្ចឹងមានន័យថាយើងទាមទារឲ្យមានពេលវេលាច្រើនដើម្បីដោះខាត់ផ្លូវចិត្តរបស់យើងបើសិនជាយើងជាអ្នកអ៊ីស្លាមប៉ុន្តែយើងនៅតែឆ្លោះគ្នាយើងនៅតែនិយាយដើមគេយើងនៅតែចាក់រុកគេឲ្យគេឆ្លោះគ្នាយើងនៅតែរលឧបាយកលដើម្បីធ្វើបាបបងប្អូនរបស់យើងឬក៏អ្នកណាក៏ដោយឲ្យតែក្នុងនាមជាមនុស្សជាតិអញ្ចឹងមានន័យថាអ៊ីស្លាមរបស់យើងគឺការអ៊ីបាដាតរបស់យើងគឺមិនទាន់ជ្រាបទៅដល់បេះដូងដើម្បីអប់រំកែប្រែនៅសិលធម៌របស់យើងបានទេតើតើនឹងគុណតម្លៃដែលអ៊ីស្លាមផ្ដោតទី1អាសិតគូរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាំគាត់ប្រើទុនសិតគូភាពស្មោះត្រង់នេះហើយដើម្បីឲ្យមនុស្សនៅក្នុងពិភពអារ៉ាប់ទទួលស្គាល់គាត់ដែលបានដាក់ងារគាត់មិននឹងខ្លាយគាត់ខ្លាយជាការីឬណាប៊ីអស្សាឌិកគឺជាមនុស្សដែលស្មោះត្រង់កាលណាគាត់និយាយអ្វីគឺគាត់និយាយពិតអលអាមីនគាត់ជាមនុស្សដែលគេទុកចិត្តកាលណាគេមានរបស់មានតម្លៃកាលណាគេមានមាសមានប្រាក់មានគុជមានអ្វីដែលមានតម្លៃគឺគាត់យកទៅផ្ញើជាមួយនឹងរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាំហើយសូម្បីតែក្រោយពេលណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំគាត់បានផ្សព្វផ្សាយអ៊ីស្លាមក៏ដោយទោះជាគាត់មិនពេញចិត្តជាមួយនឹងរ៉ាស៊ូលឡោះយ៉ាងណាក៏ដោយនៅពេលណាគាត់មានការសំខាន់ទៅណាឆ្ងាយគឺគាត់យកទ្រព្យរបស់ដែលមានតម្លៃហ្នឹងមកផ្ញើទុកជាមួយនឹងរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាំហើយទោះជាពេលគាត់ត្រូវភៀសខ្លួនបង្ខំចិត្តត្រូវភៀសខ្លួនដោយសារពួកគេមានគម្រោងការសម្លាប់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាំហើយទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួននៅក្នុងដៃរបស់គាត់មុននឹងគាត់ភៀសខ្លួនគាត់បានប្រគល់ឲ្យសៃដណាអាលីរ៉ាឌីយ៉ាឡោះអានហ៊ូដើម្បីយកទ្រព្យទាំងអស់នោះប្រគល់ឲ្យម្ចាស់គេវិញទើបបានសៃដណាអាលីគាត់ភៀសខ្លួនទៅទីក្រុងម៉ាឌីណាអញ្ចឹងភាពស្មោះត្រង់ហ្នឹងគឺអ៊ីស្លាមអប់រំឲ្យយើងទាំងអស់គ្នាសម្បាសយ៉ាងឲ្យយើងទាំងអស់គ្នាបួសឲ្យយើងអីទាំងអស់ហ្នឹងហ្សាកាត់អីទាំងអស់ហ្នឹងដើម្បីអីដើម្បីអប់រំដោះខាត់ចិត្តរបស់យើងឲ្យមានភាពស្មោះត្រង់ចំណុចទី2គឺតកតនឹងអាម៉ាណាតកតនឹងអាម៉ាណាកាលណាគេផ្ញើអ្វីមួយយើងត្រូវមានអាម៉ាណាយើងត្រូវរក្សាឲ្យម្ចាស់របស់គេកាលណាគេផ្ញើលុយមកដើម្បីធ្វើអ្វីមួយដើម្បីគម្រោងអ្វីមួយមានន័យថាយើងត្រូវតែមានអាម៉ាណាធ្វើឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលម្ចាស់របស់គេចង់បានយើងកុំធ្វើតាមអ្វីដែលចិត្តរបស់យើងចង់ធ្វើពីព្រោះទាំងអស់ហ្នឹងគឺអត់មាននរណាដឹងទេមានតែអល់ឡោះស៊ុបហានតាឡាហើយនឹងខ្លួនយើងតែប៉ុណ្ណោះដែលជាអ្នកដឹងរឿងអាចកំបាំងទាំងអស់ហ្នឹងហើយបើសិនជាយើងមិនបានអនុវត្តទេវានឹងប៉ះពាល់ទៅដល់សង្គមរបស់យើងវានឹងប៉ះពាល់ទៅដល់ខ្លួនឯងនៅថ្ងៃដែលយើងទៅជួបអល់ឡោះស៊ុបហានហូវតាអាឡាចំណុចទី2គុណធម៌ទី3មានន័យថាអលអាដលូភាពយុត្តិធម៌នៅក្នុងការរស់នៅជាមួយនឹងកូនចៅរបស់យើងគ្រួសាររបស់យើងជាមួយនឹងអ្នកដទៃបើសិនជាយើងជាមេដឹកនាំយើងត្រូវមានភាពយុត្តិធម៌ទៅដល់អ្នកដែលនៅក្រោមអាវ៉ាត់របស់យើង
ចំណុចទី4យើងត្រូវតែមានក្តីមេត្តាករុណាដោយដែលអល់ឡោះស៊ុបហានហូវតាឡាគាត់មានក្តីមេត្តាករុណាចំពោះយើងទាំងអស់គ្នាបើសិនជាអ្នកណាម្នាក់មានកំហុសចំពោះយើងត្រូវតែអត់ឱនយើងត្រូវតែយោគយល់ដូចជាសៃដណាអប៊ូបាការរ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានយោគយល់ចំពោះម៉ាស្តោះដែលគាត់ចាញ់បោកសត្រូវហើយទៅចោទសេទីអាអ៊ីសាថាសេទីអាយសាប្រពន្ធរបស់រ៉ាស៊ូលឡោះសល្លឡោះសាឡាមនេះគឺបានប្រព្រឹត្តនៅអំពើផិតក្បត់ហើយគាត់ក៏ជ្រុលមាត់ទៅថាតាមគេទោះជាយ៉ាងនោះក៏ដោយអល់ឡោះស៊ុបហានវតាឡាបានបញ្ជាឲ្យអប៊ូបាការតាមរយៈអាយ៉ាអល់កុរអានគឺឲ្យយោគយល់អត់ឱនចំពោះអ្នកដែលប្រព្រឹត្តខុសចំពោះយើងអញ្ចឹងនេះគឺជារ៉ហ្មាត់នៃសាសនាអ៊ីស្លាមចំណុចមួយទៀតគឺយើងសបតធ្វើអ្វីមួយទាមទារឲ្យយើងការអត់ធ្មត់ដើម្បីឲ្យយើងបានជោគជ័យហើយយើងត្រូវចេះខ្មាស់អៀនបើសិនជាយើងអត់មានខ្មាស់អៀនទេយើងធ្វើអ្វីក៏បានដែរយើងអត់បានគិតអំពីកិត្តិយសកេរ្តិ៍ឈ្មោះមុខមាត់របស់យើងទេអញ្ចឹងយើងធ្វើអីក៏បានដែរអញ្ចឹងកាលណាធ្វើអីក៏បានដែរគឺវានាំឲ្យប៉ះពាល់ច្រើនមែនទែនហើយចំណុចបន្ទាប់គឺតកតនឹងការំយើងត្រូវតែមានចិត្តសប្បុរសចិត្តករុណាមេត្តាល្អចំពោះអ្នកដែលនៅជិតខាងរបស់យើងហើយចំណុចចុងក្រោយគឺការតាវ៉ាឌុការដាក់ខ្លួនធ្វើម៉េចអល់ឡោះស៊ុបហានវតាឡាផ្ដល់ឋានៈឲ្យយើងឬក៏យ៉ាងម៉េចក៏ដោយយើងត្រូវតែដាក់ខ្លួនដូចជារ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសឡាំនៅក្នុងម៉ាស្ជិតនៅពេលដែលមានភ្ញៀវមានគណៈប្រតិភូទៅជួបគាត់ពួកគេអត់ស្គាល់ថានរណាជារ៉ាស៊ូលឡោះទេដោយសារអត់មានរៀបចំជាឋានៈឋានន្តរស័ក្តិរ៉ាស៊ូលឡោះទៅអង្គុយយ៉ាងម៉េចហើយកូនចៅទៅអង្គុយយ៉ាងម៉េចអត់មានទេគឺអង្គុយជាប់នឹងជញ្ជាំងម៉ាស្ជិតស្មើគ្នាហើយចាំទទួលគណៈប្រតិភូទាំងអស់គ្នានេះគឺជាការដាក់ខ្លួនរបស់នប៊ីសល្លឡោះអាឡៃហ៊ីវសឡាមការដាក់ខ្លួនរបស់នប៊ីសល្លឡោះអាឡៃហ៊ីវសឡាមធ្វើឲ្យយើងទាំងអស់គ្នាគោរពគាត់ជឿគាត់អ៊ីម៉ានចំពោះគាត់រហូតមកដល់សប្តាហ៍ថ្ងៃហើយនឹងរហូតដល់ថ្ងៃគីយ៉ាម៉ាត់រហូតដល់ថ្ងៃគីយ៉ាម៉ាត់អល់ឡោះរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសឡាមក៏បានមានប្រសាសន៍ថាមិនតាវ៉ាដអរ៉ាហ្វាហ៊ុលឡោះវ៉ាមិនតារ៉ាហ្វាវ៉ាដាហ៊ុលឡោះអ្នកណាហើយក៏ដាក់ខ្លួនអល់ឡោះនឹងលើកដំកើងគេអ្នកណាហើយក៏ដំកើងខ្លួនអល់ឡោះនឹងដាក់គេនេះគឺជាក្រិតក្រមរបស់អល់ឡោះស៊ុបហានហូវតាឡាមួយវិញទៀតតើតើនឹងក្រមសីលធម៌អ៊ីស្លាមគឺប្រយុទ្ធប្រឆាំងជាមួយនឹងអកប្បកិរិយាទាំងឡាយណាដែលនាំឲ្យមនុស្សនឹងគឺអស់តម្លៃដូចជាការកុហកភូតផោបោកប្រាស់ការនិយាយដើមគេណាការនិយាយដើមគេអ្នកខ្លះមកគឺគាត់សម្បាសយ៉ាងគាត់ស៊ីគីរគាត់មានសញ្ញាបត្រគាត់មានពុកមាត់ក៏ប៉ុន្តែគាត់ចោលមិនបាននៅការនិយាយដើមគេអានោះគឺជាសិលធម៌មួយដែលយើងត្រូវអប់រំខ្លួនយើងដែលត្រូវយើងអប់រំខ្លួនយើងឲ្យបានចំណុចមួយទៀតគឺតកតនឹងភាពអយុត្តិធម៌ការជិះជាន់គៀបសង្កត់គេហើយនឹងអលហាសាត់ការឈ្នានេះគេចិត្តរបស់យើងគឺក្តៅក្រហាយនៅមិនសក់នៅពេលដែលយើងឃើញបងប្អូនរបស់គេឬក៏ឃើញនរណាម្នាក់គាត់ទទួលបានលៀបសក្ការៈមានបានធូធាស្ដុកស្ដំទ្រព្យសម្បត្តិអីទាំងអស់នេះគឺយើងច្រណែនឈ្នានេះចំពោះគាត់អញ្ចឹងដើម្បីឲ្យសិលធម៌របស់យើងល្អប្រសើរគឺយើងត្រូវតែមានស្មារតីចេះទទួលខុសត្រូវដោយខ្លួនឯងហើយយើងដឹងថាអល់ឡោះស៊ុបហានវតាឡាគាត់កំពុងតែឃ្លាំមើលយើងត្រូវចេះមហាសាបាតុនណាហ្វសយើងត្រូវចេះជំរះបញ្ជីខ្លួនឯងថ្ងៃនេះយើងធ្វើអីខុសខ្លះហើយនឹងយើងយកគំរូទៅតាមនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមវ៉ាជាហ្សាគុមុលឡោះខៃរ៉ានវ៉ាស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះវ៉ាបរកាតុហ៍